ជំរាបសួរប្រិយមិត្តទាំងអស់គ្នាតើអ្នកធ្លាប់ធុញទ្រាន់នឹងសំឡេងទូរស័ព្ទពេលកំពុងធ្វើការពេលកំពុងប្រជុំដែរឬទេឬក៏មាននរណាម្នាក់ទេមកក្នុងពេលយើងកំពុងតែរវល់ដូច្នេះមុខងារបិទសំឡេងរំខាននេះអាចជួយអ្នកបានគឺយើងមិនចាំបាច់ឮសំឡេងនរណាម្នាក់ខលមកឬសំឡេង notification របស់ទូរស័ព្ទនោះទេឬសំឡេងម៉ោងរោនៅលើទូរស័ព្ទយើងជាដើមដែលយើងបានកំណត់ថាម៉ោងប្រមាណត្រូវឲ្យវារោនៅពេលដែលដល់ម៉ោងរោគឺវានឹងរោដូច្នេះមុខងារនេះអាចជួយអ្នកបានគឺនៅពេលដែលដល់ម៉ោងរោនៅលើទូរស័ព្ទគឺវាមិនឮនោះទេដូច្នេះកុំឲ្យខាតពេលវេលាយូរថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបបិទមុខងារ Do Not Disturb នៅលើទូរស័ព្ទយ៉ាងងាយស្រួលមុននឹងចូលដល់វីដេអូយើងសូមបងប្អូនកុំភ្លេចជួយចុច Like និង Subscribe បើសិនជាពេញចិត្តនៅវីដេអូមួយនេះសម្រាប់ការបិទមុខងារមួយនេះគ្រាន់តែយើងអស់មកពីលើអញ្ចឹងមកគឺនឹងឃើញហើយពាក្យមួយគេដាក់ថា Do Not Disturb ដែលមានរូបសញ្ញាខែមួយចំហៀងហ្នឹងនៅលើទូរស័ព្ទប្រភេទ Android គ្រប់ប្រភេទគឺវាមានហើយគ្រាន់តែយើងចុចកន្លែងរូបតំណាងខែមួយចំហៀងហ្នឹងមានន័យថាយើងបានបិទការជូនដំណឹងទាំងអស់នៅលើទូរស័ព្ទរបស់យើងហើយចុចចេញសញ្ញាពណ៌ Q បែបនេះមានន័យថាយើងបានបើកវាបើសិនជាយើងបិទវាវិញគឺវាចេញមកពណ៌ប្រផេះវិញមួយទៀតគឺយើងចុចសង្កត់ឲ្យជាប់នៅលើរូបខែហ្នឹងនៅពេលដែលយើងចុចសង្កត់ជាប់គឺវានឹងលោតមកតម្រង់បែបនេះគឺយើងអាចបិទអាចបើកនិងសេរីបានច្រើនកន្លែងនៅលើហ្នឹងបើសិនជាយើងចុចបើកតែនៅលើកន្លែង notification ខាងលើទេគឺយើងបើកបានតែមួយចំណុចទេឃើញថានៅកន្លែងហ្នឹងគឺវាមានច្រើនយើងចុចបើកកន្លែងទាំងពីរហ្នឹងមកគឺវានឹងលោតមកឃើញច្រើនមានកន្លែង call notification មានកន្លែង end time មានន័យថាកន្លែងដែលយើងកំណត់ពេលវេលាចង់ឲ្យវាបិទម៉ោងប្រមាណដល់ម៉ោងប៉ុណ្ណាយើងអាចកំណត់តាមនឹងទៅសម្រាប់កន្លែង call notification វិញគ្រាន់តែយើងចុចលើនឹងមកវាមានជម្រើសឲ្យយើងជាច្រើនគ្រាន់តែយើងបដូរមកដាក់ជម្រើសទី1មកយើងដាក់ថា nobody អញ្ចឹងមកអ្នកដែល call មកយើងគឺវាអត់ជូនដំណឹងមកឲ្យយើងនោះទេមួយទៀតសម្រាប់ app notification នៅខាងក្រោមនេះយើងអាចកំណត់វាបានយើងអាចជ្រើសរើស app មួយណាដែលវាជូនដំណឹងមកលើទូរស័ព្ទយើងច្រើនយើងអាចបិទវាចោលទៅដើម្បីកុំឲ្យវាជូនដំណឹងមកច្រើនពេកឧទាហរណ៍ដូចជា TikTok ឬក៏ app ណាមួយដែលសកម្មជាងគេគឺវានឹងជូនដំណឹងមកលើទូរស័ព្ទយើងច្រើនវាជូនដំណឹងរហូតនៅពេលដែលយើងបើកអ៊ីនធឺណិតពេលណាវាជូនដំណឹងពេលនោះយើងគ្រាន់តែបិទអាកន្លែងសញ្ញារង្វង់ហ្នឹងឲ្យវាចេញពណ៌ Q បែបនេះគឺរួចរាល់ហើយមួយទៀតបើសិនជាបងប្អូនអូសកន្លែង notification ហ្នឹងខាងលើហ្នឹងមកអត់មានឃើញពាក្យ Do Not Disturb កន្លែង notification ហ្នឹងទេយើងអាចចូលទៅកន្លែង setting ដើម្បីចូលកំណត់បានឥឡូវខ្ញុំសូមចុចថយមកក្រោយសិនបន្ទាប់ពីថយមកក្រោយហើយខ្ញុំរកមើលពាក្យ setting ដើម្បីចូលទៅបង្ហាញបងប្អូនបន្ទាប់មកយើងចុចកន្លែង setting ហ្នឹងមកបន្ទាប់ពីយើងចូលមកដល់កន្លែង setting ហ្នឹងហើយយើងរកមើលពាក្យមួយគេដាក់ថា sound and vibration ដែលមាននិមិត្តសញ្ញារូបកណ្ដឹងហ្នឹងយើងចុចលើវាមកដើម្បីចូលនៅពេលដែលយើងចូលមកគឺវាចេញបែបនេះដោយសារតែខ្ញុំបានបិទហើយគឺវាចេញពណ៌ប្រផេះបែបនេះកន្លែងសំឡេងកន្លែង notification អីកន្លែងនីលការរោអីហ្នឹងគឺសុទ្ធតែបិទអស់ហើយដើម្បីបើកវាវិញគឺយើងចុចទៅលើកន្លែងពាក្យ Do Not Disturb នឹងមកចូលមកដល់កន្លែង Do Not Disturb នឹងហើយគឺយើងចុចបិទវាឲ្យចេញពណ៌ប្រផេះវិញមកការជូនដំណឹងនៅលើទូរស័ព្ទរបស់យើងគឺវាមកដូចដើមវិញហើយតែបើសិនជាយើងចង់បានភាពស្ងប់ស្ងាត់ភាពឯកជនគឺយើងចុចបើកវាឲ្យចេញសញ្ញាពណ៌ Q ឡើងវិញមកដើម្បីជាភាពឯកជននិងភាពស្ងប់ស្ងាត់នោះសំឡេងរំខាននៅលើទូរស័ព្ទរបស់យើងគឺលែងមានទៀតហើយតែក៏វាមានគុណវិបត្តិខ្លះដែរគុណវិបត្តិនោះនៅពេលដែលគេ call មកឬក៏គេផ្ញើសារមកយើងគឺអត់មានលើសំឡេងអីសោះយើងអត់ដឹងទេទោះតែយើងបានកាន់ទូរស័ព្ទនោះហើយនឹងពិនិត្យមើលទូរស័ព្ទនោះបានយើងឃើញថាគេជូនដំណឹងនិងផ្ញើសារមកឬក៏ call មកជាដើមវីដេអូដែលខ្ញុំមកចែករំលែកនេះគឺមានតែប៉ុណ្្នឹងទេអរគុណនិងសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀតសម្រាប់កំហុសខុសឆ្គងត្រង់ចំណុចណាសូមអធិស្ឋាន